ជាមួយនឹងចំហើយគេគឺ emo បច្ចេកគោលនំនៃការបកកើតជាមួយនឹង system នេះណាគឺដើម្បីធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធការគ្រប់គ្រងការចុះឈ្មោះចូលរៀនហើយជាមួយនឹងការរៀបរាប់ចក្រាក់របស់កូនសិស្សនៅពេលដែលគាត់ធ្វើការចុះឈ្មោះចឹងអានេះវាងាយស្រួលក្នុងការកាត់បន្ថយទៅលើការ menu ដោយការប្រើដៃក្នុងកំហុសនានាជាពិសេសក្នុងការកណនាទៅលើតម្លៃសិក្សានិងការ discount ទៅលើតម្លៃនេះហើយវាស្គាល់ទៅនឹងបានត្រឹមត្រូវពីការរៀនបានតែពិសេសគឺ server យើងវាមានពីរមាន SQL server ដែលតែយើងធ្វើការនៅលើ Windows Form ហើយជាមួយ Windows Form ពិសេសជាមួយនឹង SQL ចឹងនៅក្នុងនេះយើងមានជាមួយនឹងការបង្កើតជាមួយនឹង table ហើយ table របស់យើងមានចំនួនដូចជា5 student teacher subject enrollment invoice របស់យើងមានពីរដូចគ្នាទៀតមាន invoice main ហើយជាមួយនឹង invoice detail នេះគឺជា Windows C3 Windows Form C3 របស់ខ្ញុំអានេះកាត់ទៅពេលខ្ញុំ present ដំបូងហ្នឹងអានោះ form វាផ្សេងតែដោយសារតែខ្ញុំកែច្រើនពេកចឹងទៅវាមានបញ្ហាទៅលើ data បែបខ្ញុំបង្កើត form ថ្មីហើយបង្កើតជាមួយនឹង data បែបថ្មីយកមកទៅហើយនេះគឺជា form មួយដែលយើងឃើញមានប៊ូតុងសងខាងនេះសម្រាប់ឲ្យយើងចូលកាន់ form ជាមួយនៃ student ជាមួយនឹង teacher subject agency ចឹងแล้วខ្ញុំសូមមកបញ្យល់តកតងជាមួយនឹង ER diagram របស់ខ្ញុំតែម្ដងហើយខ្ញុំបញ្ជាក់មកចង់នៅក្នុង ER diagram របស់ខ្ញុំមានចំនួន5ហើយការងាររបស់វានីមួយៗវាខុសគ្នាទៅទីគឺតែប៉ុណ្ណឹងទេនៅក្នុង table student គឺយើងមានជាមួយនឹង student ID ដែលមាន primary key មួយចឹងគ្រប់ student គ្រប់ table ដែលមាន student teacher subject គឺវាមាន primary key ហើយវាធ្វើការ reference ជាមួយនឹង table enrollment ដែលយើងយក table ទាំង3ខាងលើនេះដោយយក ID របស់វាធ្វើជា primary key ដើម្បីមានតំណែងតំណងគ្នាពេលដែលសិស្សធ្វើការចុះឈ្មោះបន្ទាប់ពីគាត់ចុះឈ្មោះហើយយកបានទទួលព័ត៌មានមកគាត់ចុះឈ្មោះនៅពេលដែលគាត់ចុះឈ្មោះយើងមាន invoice មួយ invoice នេះតែប៉ុន្តែហេតុអីយើងដាក់ចំខុសគ្នាតែប៉ុន្តែនៅក្នុងនេះគឺវាតែមួយទេដំបូងខ្ញុំដាក់វា form 2ផ្សេងទៀតប៉ុន្តែដោយសារនេះវាជាមេហើយនោះវាជាកូដអញ្ចឹងអានេះវាធ្វើការ total ហើយនៅក្នុងនេះមាន description ជាមួយ info resource ដោយសារតែវាស្ទួលគ្នាទៅខ្ញុំធ្វើការលុបប្រឡំនឹងចោលចឹងនៅក្នុងនេះបាត់ពីនេះហើយចាំមិននៅទៅការម៉ោងនេះទៅតាមម៉ោងនឹងដើម្បីកណនាតម្លៃសរុបហើយវាអត់ detail ទេមានថាកូនសិស្សនឹងគាត់គេ3មុខវិជ្ជាគាត់ទៅតាមម៉ោងនឹងសរុបតម្លៃចូលគ្នាហ្មងមានតែកូនរបស់ invoice ឯងបានគាត់ detail មកថា subject នឹងមានតម្លៃប៉ុន្មាន discount ជាប៉ុន្មានហើយវាបូកបញ្ចូលគ្នាបូកមកតម្លៃខាងលើនេះវិញtrong kỳ on diagram របស់ខ្ញុំមានប៉ុណ្ណឹងទេចង់បញ្ចប់នៃconclusion របស់ខ្ញុំគឺខ្ញុំខកខំទៅលើការចុះឈ្មោះការទូទាត់លុយនិងការស្គាល់ព័ត៌មានកូនសិស្ស subject ហើយជាមួយនឹង student ចំពោះ conclusion ចំនៅក្នុង conclusion របស់ខ្ញុំគឺជាកិច្ចការសំខាន់សម្រាប់គ្រប់គ្រង slide នេះដែលវាមិនមែនជាការគ្រប់គ្រងទៅលើ slide នេះមួយទាំងមូលទេមានន័យថាវាគ្រាន់តែជាផ្នែកមួយនៃ school management ទេបើសិនជា school management វាអាចមាន resource ច្រើនជាងដូចជា attendant ដូចជាមកចេញមកចូលរបស់បុគ្គលិកគ្រូបរិញ្ញាបត្រទីផ្សេងៗសម្រាប់ policy របស់គ្រូបុគ្គលិកកូនសិស្ស structure ច្រើនជាងប៉ុន្តែបើខ្ញុំកាត់មកផ្នែកនេះវាគ្រាន់តែជាការធ្វើការទូទាត់តែប៉ុណ្្នឹងទេសម្រាប់assignment របស់ខ្ញុំចង់ខ្ញុំសូមចូលធ្វើការ demo បច្ចេករបស់ខ្ញុំតោះstudent form នេះមានន័យថាយើងបញ្ចូលទៅនៅសិស្សថ្មីហើយយើងអាច
này rồi thì dương store tên là chua cổ sâm nhé trong một cái con hai trong một cái chua cổ sâm muối cuộc sống của nó chua tha vào tuần này trong tầm dương anh phương ca lúc rừng có áp để tân lấy nằm má đi tới hoa tha nhưng chua ca áp để từ lớn ở cô sơ chua tuần này năm tuần này từ nhân lưới chua nhân lưới chua có tao mà phương ca áp để chua rừng có áp để đây ba cái được sao dương on manually này kết để tao mình ai bị nó phải tái dương phải đặt cho mình nó thành năm màu người tha phải bỏ năm màu một cuốn vậy là dương áp để ria để lên được có profile là dương ở nga tên ai bị phân tử cho bản thân dương trong một cái lấy cho trong số tha sâu như mùi tên này nó nghe tập cho áp để cho nó được thì cho nó thích rồi non thì cho ai đi đi ai cho mỗi lần học từ để ta lại cho là những người ai tụi ta sẽ tiếp vào Listen teacher nhưng ai cũng ta cho bị để làm hay sao cũng được anh chạy chứ bây giờ miền Bắc Hà lắm nhưng ai vừa ra dần chứ không được anh sao thời sự lạnh lơ đây là này rồi biết hợp con sẽ không có ở nhà tê trong một màu lý yêu ai đi tê không muốn nhiều trong đó cho subject bao giờ cứ cả lòng hơn sân miền tây thì tại nó dùng miền chói miền đồng kim mi group face in faceซึ่งphương A chưa tên lấy năm sáu cho tên lấy của mây một tập trích ném Japan cái thứ nghiệp Japan in Japan chúng ta chỉ con một phần lá cho mình đặt mò thì thấy ai đặt trên núi ngon cho các bác hay là đặt bạn đi các bác và thay đeo nó để đặt cho thành cơ lo mò và các bạn chắc được con chỉ dùng được mong cơ ta là chọn mấy cái classroom rồi nó đi dương ai đi cùng mình đặt trên núi không bố các bác đi dùng được cho các bạn cái máy xăm đã xăm xăm đi dùng của ta sẽ ở phần bia already vậy cho bạn nào chẳng đã phải cái này lấy trong sân đô bên áo thêm mấy cái sao bên châu Anh cho tới viên hà ở mau thì chỉ có tụi nó như miền sẹp vậy trong mấy nó có cá sấu trong một năm subject thì sao cho quán chân có cá áp giá tiền cho những cho tôi mua bán
យើងលុបទៅគឺព្រោះវា reference ដូចថាយើងkey វាមកតែជាមួយនឹង enrollment កុំសិស្សខ្លះនៅកាលណាវាពាក់ព័ន្ធមួយគ្នាដែលយើងមិនបាក់លុបអញ្ចឹងឧទាហរណ៍មកនេះខ្ញុំលុបអានេះចោលនៅក្នុង subject វាប៉ុណ្ណឹងទេតោះមកយើងចូល enrollment នៅក្នុង enrollment ដែលយើងធ្វើការរកឈ្មោះដោយសារមិញយើងលុបទៅអាឈ្មោះមិញវាអត់បានចូលក្នុងនេះទេគឺតែនេះវាចូលអូតូពេលដែលយើងបញ្ចូលកុំសិស្សថ្មីចឹងទៅចង់ឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថារតនាមួយចប់ប្រកបមកចូលទៅយក subject ឈ្មោះថាអាហើយ teacher ដូចគាត់អាចចូលឈ្មោះថ្ងៃទី11នេះយើងមិនចង់ឲ្យអ្នកប្រមាណឡើយគឺស្គាល់ចូលខ្ញុំបានឈ្មោះកូនសិស្សមួយនៅហើយមកយើងធ្វើការឈ្មោះគាត់មកយើងមកដល់យើងមកគឺវានឹងមកវិញយើងដល់អាប់ដេតគាត់ដល់សិស្សគូទៅដល់មកខ្ញុំអាចទៅលុបឈ្មោះណាដែលថាខ្ញុំសិស្សខបបខាមួយចប់គឺខ្ញុំធ្វើការទៅខាមួយហើយចឹងក្នុង enrollment របស់យើងមានថាต้องដូចទៅនៅ student teacher មួយ subject ចុះដល់ពី enrollment ហើយយើងអាចមើល form ជាមួយ invoice របស់មួយ detail ចឹងនៅក្នុងនេះវាឲ្យមានភាពស្មុគស្មាញតិចពេលដំបូងខ្ញុំធ្វើក៏វាមានបញ្ហាច្រើននៅកន្លែងហ្នឹងដោយសារ invoice នេះវាជា invoice មេអានេះវាជា invoice កូនតែ invoice កូនវាត្រូវការ invoice មេសម្រាប់វាមានចំណេះចូលក្នុងហ្នឹងចង់ឧទាហរណ៍ថាខ្ញុំរើឈ្មោះថារតនាគាត់ធ្វើការទូទាត់លុយថ្ងៃទី11ចុះពួកបាត់ចុះថ្ងៃទី11ចុះចុះនៅក្នុងនេះវាអត់តលួចតម្លៃតូតាមមកទេខ្ញុំ sell ចូលក្នុង invoice សិនអញ្ចឹងយើងបាន ID នេះនៅពេលយើងបាន ID នេះយើងយក ID ហ្នឹងមកពីហ្នឹងតែយើងធ្វើការ select លើ row ហ្នឹងសិនឲ្យវាបោះលើហ្នឹងយើងគ្រាន់តែយក ID ហ្នឹងមកដាក់លើហ្នឹងក៏ប៉ុន្តែអានេះវាត្រូវបោះចូលលើហ្នឹងអូតូចឹងអានេះយើងធ្វើការលើទៅលើមុខវិជ្ជាឧទាហរណ៍មុខវិជ្ជាសិល្បៈអញ្ចឹងទៅវាតម្លៃ$30អញ្ចឹងខ្ញុំអត់មាន discount អីទេខ្ញុំចុច sell detail sell detail បានដំងរបស់រតនាគាត់ឡើង$35បន្ទាប់មកខ្ញុំគាត់រៀនមួយមុខទៀតចឹងធ្វើការទូទាត់ទៅលើមុខវិជ្ជាផ្សេងឧទាហរណ៍ computer ចឹង computer ហ្នឹងវាខុសគ្នាទៀតខ្ញុំអាចនឹងដាក់សញ្ញាអីមួយផ្សេងដើម្បីសម្គាល់ថា computer រៀនអីចឹងទៅប៉ុន្តែតម្លៃបើចាំបាច់ដាក់ចំក៏បានដែរតែតម្លៃយើង set មកថា computer ហ្នឹងតម្លៃ40ទៅមិនតម្លៃខុសគ្នាពីរហ្នឹងចឹងវាអាចនឹងចាប់ខុសទៅចំដែរហ្នឹងចឹង computer 40ឧទាហរណ៍ថាខ្ញុំ discount 10%ចឹងវាចុះ$4ចឹងខ្ញុំធ្វើការ sell detail ចឹង$36នេះ35ចូលទៅ$1ចឹងវាបោះទៅលើទៅនៅខាងលើហើយវា detail មកនេះអាច computer ដែលវា reference ID ជាមួយនឹងមេហើយបន្តមកទៀតអានឹងខ្ញុំចូលទៅកាន់ report ចូលទៅកាន់ report ខ្ញុំធ្វើការ drop down យ៉ាងមុនអាការ phone ចោះហ្នឹងខ្ញុំដាក់ប៊ូតុងទៀតហើយឡើងសាប់ញ៉ាំច្រើនទៅវិញមើលនេះទៅគាត់ដាក់នឹងចេះវិញឃើញក្រុមផ្សេងគាត់ដាក់ចេះចឹងទៅយើងធ្វើការ select ទៅលើ student report បន្តមកទៅនេះខ្ញុំធ្លាប់ចេះឆ្ងល់មិនក៏វាបាត់តាមពិតទៅអានេះយើងមើលអញ្ចឹងដែរហើយយើងអាចឧទាហរណ៍ start ចាប់ពីថ្ងៃ4ដល់ថ្ងៃ11 Hello នេះតែពេលនេះវាមានថ្ងៃច្រឡំចឹងយើងដាក់ខ្លួននេះដែរ review វាទៅចាំទីចាប់ពី review ទៅតែពេលដែលវាមានតែ enrollment មួយ enrollment ជាមួយនឹង invoice ហើយ student វាមានទេចឹងខ្ញុំបាន report ទៅលើ student តមក teacher នេះគ្នាenrollment review កំណត់បែបទៅបានចេះ enrollment កូនសិស្សមួយមានថ្ងៃទី10ទី11ដាក់ filter ឲ្យដល់ថ្ងៃណាបាទ30
trong bên ngoài đông này thì là mùi mấy thường mấy tiêu cũng được hay bị tao mới tiếp là invoice report bên ngoài cả report mê thì đi tha việc nào thì bên ngoài ta lại dùng tô tao thì nó đi vô trong và cho biết của ba này trong và cho từ tiền từ lý học vàng cho mà lý nhưng vàng từ invoice report mùi trong cái lại tô ta report vàng bóng mình hay còn hết đã nên ngày nay trong nước non chỉ có những việc